កើតមកជាតិនេះកម្មតាមផ្ដន់ទារងទុកវេទនារត់ប្រាំងបីដាឲ្យខ្ញុំទ្រាំរួងឈឺចាប់ខ្លោចសោប្រទាំងស្នេហាសៃមង Ôi, bro man ba, bro man tên. Đây bông bạch đang phụ sự bò mỏ អារុងអារាំងអ្នកតាមចាំងព្រៃសូមធ្វើអាសាស្អីក្តីស្នេហ៍ខ្ញុំផងថាខ្ញុំស្មងពិតមានមិត្តស្នេហ៍ស្នងដួងចិត្តចាំចង់អត់មងសឡើយណា con lạp miệng bong Ôn chui và trẻ tích bàn này. Ôn trẻ riêng tăng bìa dụ mặt. បាទតើតើនឹងបញ្ហាជាងហ្នឹងកូនខ្ញុំគាត់និយាយទៅគាត់ចេះជាងតាំងពីអាយុ5ឆ្នាំមក 5 ឆ្នាំ បាទ អូ គាត់ខ្ញុំគិតថាកូនខ្ញុំហ្នឹងពិតជាច្រៀងពីរោះខ្ញុំគិតថាសំវែងហើយនឹងទេពកោសលគាត់ហ្នឹងខ្ញុំគិតថាពីរោះបាទដោយសារឃើញកូនគាត់ចេះច្រៀងអញ្ចឹងព្រោះអីថាមនុស្សម្នាក់កើតមកកាលណាបើឃើញមានទេពកោសលល្អអញ្ចឹងហើយ បាទ ខ្ញុំពិតជាមិនមានតោមនោះឲ្យទេពិតជាមានសេចក្តីសប្បាយចិត្តបាទសប្បាយចិត្ត បាទពូបាទ បាទចិត្តមែនទែននៅបានឃើញកូនចេះច្រៀងបទម៉ូតដកដើមនិយាយទៅបទសម័យក៏គាត់ចេះច្រៀងបទថៃក៏គាត់ចេះច្រៀង អូ តែលើសុំដាក់បတ်ថៃមួយ តនធម្មតាខាឈឺដៅរឿងអូខោនៃមានឈឺខាហ្វឿងលឿងលឿងเป็นดาราหน้าปกหนังเสือถ้าเปลี่ยนชื่อเป็นแววดาวแววดาวเรืองชักเรื่องรอง Ôi dồi Ôn ơi hay mấy bạnព្រោះទាំងអស់នេះអូនមានមកទី11ទី12ចប់ចំណាត់ថ្នាក់លេខប៉ុន្មាន តាំងពីថ្នាក់ទី1មកអត់អួតទស្សនិកជននេះគឺលេខ1រហូត Lấy mùi là hôn លេខ1រហូតដល់ពេលឆ្នាំទី1វិញអូន បានក្រេតដូចថាល្អដែរអញ្ចឹងណាមាន A B អញ្ចឹងទៅតាមនឹង កាយមែនតើលេខមែន គាត់រៀនថ្នាក់ទី1មកដូចគាត់និយាយយ៉ាងលេខ1រហូត 1រហូត នៅពេលដែលគាត់ឧទាហរណ៍ថាគាត់ខែណាអញ្ចឹងគាត់ធ្លាក់លេខឧទាហរណ៍ដល់លេខ2អញ្ចឹង Bà យំ យំ បាទយំតូចចិត្ត អូលួងអត់ បាទយំតូចចិត្តមកដល់ផ្ទះខំរៀនខំដើម្បីយកលេខ1វិញសងសឹកមានចរិតថាអត់ដែរឲ្យធ្លាក់លេខ1លេខក្រោមតលេខ1គឺដល់លេខ1រហូតអញ្ចឹងហ្មង Cầm rò mình tên cầm rò khơi nhạc miền sầm mặt tập hiệp kháng bờ vậy tới mấy con tăng Việt Nam ti muối mắt ở đó là bốt lấy môi thì mấy cha kháng mình tên á mơ tầm múc hay nâng rút riêng quát cứ mơ tới ច្បាស់លាស់ណាមើងម៉ាត់ហ្មង bưng mặt một phố đặc biệt hay bà tha riêng á bỏ quát quan là cả lấy mơ tích hay bà kha quát trong chế chưa chị tha quát hoàn tả riêng mình tích hay cứ tha che hay che chiêng nè đây bà riêng tích mà tới បងប្អូនទាំងគ្នាឥឡូវនេះបានជួបជាមួយនឹងបងអូនស្រីសុកហេងបាទដែលគាត់បានច្រៀងចម្រៀងចំនួនដើមកំពុងតែផ្ទុះពេញបណ្ដាញសង្គមអញ្ចឹងណាហើយចង់ដឹងថាគាត់ច្រៀងយូរហ្នឹងហើយគាត់ស្រឡាញ់ផ្នែកចម្រៀងនេះតាំងពីពេលណាដែរអញ្ចឹងបងប្អូនមកជួបជំនុំគាត់ទាំងអស់គ្នាតែម្ដងបាទយល់សួរបងស្រី សួរអូនស្រី បាទបងស្រីមានឈ្មោះអីពេញសុកហេងតាពីឬមួយបង ឈ្មោះខ្ញុំពេញនីសុខហេង នេះសុកហេង ចា នេះអាយុប៉ុន្មានឯអូន ឆ្នាំនេះ25ឆ្នាំ ឆ្នាំនេះ25ឆ្នាំហើយ ចាបង អញ្ចឹងណាបាទហើយឃើញមួយរយៈនេះឃើញថាផ្ទុះពេញបណ្ដាញសង្គមមែនតើពាក្យច្រើនឃើញថាដូចអូនក៏ដូចជាអ្នកផ្សេងទៀតពាក្យច្រើនយកបទចំនួនដើមតែចូលចិត្តបទចំនួនដើមតែជាគេមកដកចម្រៀងពីមុនណាពីដើមហ្នឹងហើយជ្រើសមកច្រៀងអញ្ចឹងទៅមហាជនគាត់គ្រប់ត្រខ្លាំងមែនតើអញ្ចឹងណាហើយអញ្ចឹងអូនពាក្យច្រើនអូនចូលចិត្តបទអីដែរហើយឯមូលហេតុអីបានចូលចិត្តបទចំនួនដើមយកមកលើកច្រៀងអញ្ចឹង ចាមូលហេតុគឺទី1ដោយសារតែស្រឡាញ់ បាទ ចាស្រឡាញ់ហើយទី2គឺ
trong nhiệt tha sầm lệnh dướng cứ ẩm nói phò máu cứ tam style bài một đọc đào អូ ចាអញ្ចឹងហេតុផលហ្នឹងទៅខ្ញុំចេះតែជាងបត់មកដដើមបង បាទ ចាប៉ុន្តែបត់សម័យនេះក៏ចេះដែរ អញ្ចឹង គាត់ថាដែរចំណងចំណូលចិត្តហ្មងគឺចូលចិត្តបត់មកដដើម អញ្ចឹងហ៎ ចា បាទបើតាមតែជាក់ស្ដែងបងអូនស្រីភាគច្រើនយកជ្រើសបត់idol ក្នុងចិត្តរបស់បងអូនស្រីហ្នឹងគឺពីណាគេដែរ idol ហ្នឹងចិត្តនិយាយបានរន ដូចគេបែររនអូអញ្ចឹងមានថាមហាជនក៏គាត់សង្កេតឃើញថាបងអូនស្រីក៏សំឡេងស្រដៀងនឹងលោកយាយប៉ែនរនដែរ ចា អូអញ្ចឹងណា ចាចា បាទ តាមមតិរបស់គាត់ បាទ គាត់ ចា ហើយអញ្ចឹងបងអូនស្រីអាចបង្ហើរសំនៀងបន្តិចបានទេឲ្យពាក់ព័ន្ធជាមួយបទចម្រៀងដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ពីមហាជនខ្លាំងដែលបងអូនស្រីបានច្រៀងតាមបណ្ដាញសង្គមអញ្ចឹងណា ចាបានបង បាន បាទបទអីគេដែរ បត់និយាយប៉ែនរនចេះច្រើនដែរប៉ុន្តែបត់ដែរមានការគ្រប់គ្រងច្រើនណាចាម្ដងថ្ងៃនេះប្រហែលដូចជាចូល M view ហើយចា million view ហើយដល់អញ្ចឹងឥឡូវហ្នឹងសូមជូនបត់ទឹកភ្នែកនាងកុលាប ទឹកភ្នែកនាងកុលាបអូគាត់តែស្ដាប់ចំណងជើងក៏មានអារម្មណ៍ថាបទនេះមិនធម្មតានេះវារស់ខ្លាំងបាទអញ្ចឹងបងសុំរាប់ជូនណា ចា 1 2 3 អារុងអារៀងអ្នកតាមចាំងព្រៃសូមធ្វើអាសាស្អីក្តីស្នេហ៍ខ្ញុំផងថាខ្ញុំស្ម័គ្រពិតមានមិត្តស្នេហ៍ស្នងដួងចិត្តចាំចង់អត់មងសឡើយណាកុលាបមានបងអូនមានគុណណាអូនជាម្ចាស់ផ្ទះជួយយកអាសាធ្នមបងដោយម្ដាយធ្នមបុត្រធីតាចំណៃអាហារជីវ៉ាគូបិទខ្ចង់ អាយយព្រោះមែនបាទ អូន ព្រោះមែន ហូប តើ ដៃបងបាក់ឆ្កល់ឡើងព្រឺសបហ្មង សំឡេងគឺឡើងសតុនស្ដាប់ទៅគឺចេះតែចង់ស្ដាប់ទៀតហ្មងណាបាទបងអូន អូនចុះចេះច្រៀងហ្នឹងតាមពីអាយុប៉ុន្មានដែរអូន ចេះច្រៀងដែរថាស្ដាប់ទៅមើលទៅព្រោះហ្មងគឺ7-8ឆ្នាំហ្មង បើ3ឆ្នាំ ចា ហ្នឹងហើយប៉ាពីមុនមកប៉ាចេះច្រៀងដែរមែនប៉ាម៉ាន់ ប៉ាគាត់ចេះច្រៀងដែរ អូប៉ាចេះច្រៀងដែរ ចេះច្រៀងតិចតួចមកស្ដាប់បានណា ហើយបងប្អូនប្រហែលអ្នកដែរអូន បងប្អូន3នាក់បង 3នាក់អូនស្រីម៉ាន់ប្រុសម៉ាន់ ស្រីតែមួយបងប្អូនប្រុស2នាក់ខ្ញុំបងគេ អូបងគេ ចា ហើយមានដងខាងចម្រៀងហ្មង ចាមានដងហ្មង បើតាមបើបងប្អូនអូនក៏ដូចជាម៉ាក់ប៉ាអូនមានអ្នកណាជាអ្នកសិល្បៈទេ អត់មានទេបង អត់មានទេ ចាអត់មានទេ ហើយពេលដែលចូលរៀននិយាយទៅអូនចុះច្រៀងដែលច្រៀងព្រោះហ្នឹងវា8-9ឆ្នាំហ៎ពេលដែលយើងច្រៀងសម្ដែងយើង8-9ឆ្នាំ ព្រោះយើងសួរមនុស្សចាស់ហ៎បងចាដោយសារប៉ាម៉ាក់អីចឹងទៅគាត់ស្ដាប់យើងទៅគាត់គិតថាគឺសលេងកូនព្រោះចឹងណាចាព្រោះក្រោមពី7-8ឆ្នាំហ្នឹងគឺច្រៀងស្ដាប់មិនច្រៀងបានក៏ប៉ុន្តែបើស្ដាប់ថាព្រោះគឺមិនទាន់ព្រោះខ្លាំងទេអញ្ចឹងក៏7-8ឆ្នាំអាច បានដល់ពេលយើងទៅរៀនអញ្ចឹងគ្រូដឹងថាអូនចេះច្រៀងទេ ដឹងតាបង គ្រូឲ្យដែរឲ្យឡើងទៅច្រៀងឲ្យសិស្សសាលាស្ដាប់អត់កូនសិស្សគាត់ស្ដាប់ ចា ទេ ច្រៀងក្នុងថ្នាក់រហូតហើយធ្លាប់ប្រឡង ប្រឡងអី យកជាតារាចម្រៀងប្រចាំសាលា ចាំសាលា ចាទៅប្រឡងប្រកួតប្រចាំសាខាអញ្ចឹងហ៎បង ចា កាអូននៅរៀននៅសាលាទី7ទី8អូនរៀននៅពេញយើងរៀននៅសាលាណាវិញដែរ វិទ្យាល័យជាស៊ីមសាមគ្គី សាមគ្គី ចា ចាដល់ពេលអញ្ចឹងទៅគ្រូគាត់ដឹងថាអូនច្រៀងព្រោះអញ្ចឹងនិយាយទៅគ្រូដឹងតែឲ្យអូនឡើងច្រៀងឲ្យស្ដាប់រ ចា ហូត ចា ហើយមិត្តភ័ក្តិពេលដែលស្ដាប់ទៅសរសើរអូនព្រោះអីអត់ ភាសា សរសើរ ចាភាគរយភាសាច្រើន សរសើរច្រើនសំបីបងមកស្ដាប់អូនផ្ទាល់នេះពេលអូនច្រៀងរបស់រោមអស់ហើយព្រោះមែនណា ចាចាអរគុណ អូនជួយបញ្ជាក់តិចបានទេអូនចេះច្រៀងតាំងពីអាយុប្រហែលហើយមូលហេតុអីបានអូនចូលចិត្តបទចម្រៀងពីដើមជាងបទសម័យ មូលហេតុគឺដោយសារតែប៉ាម៉ាក់ខ្ញុំគាត់ចូលចិត្តស្ដាប់បទពីដើម អូ ចាព្រោះកាលណាឪពុកម្ដាយគាត់ចូលចិត្តស្ដាប់បទអ្វីគឺចាក់មញ៉ៃបងចំណងហ្នឹងចាក់មញ៉ៃស្ដាប់រាល់ថ្ងៃអញ្ចឹងទៅ
កូនក៏ស្ដាប់តាមអញ្ចឹងទៅ អូ នៅផ្ទះជាមួយម៉ាក់ប៉ាអញ្ចឹងស្ដាប់តាមដល់អញ្ចឹងទៅខ្ញុំក៏ចេះតែច្រៀងលេងអញ្ចឹងណាបង បាទបាទ ចាដល់អញ្ចឹងក៏មាននិស្ស័យថាចូលចិត្តតែបត់មរតកដើមណា អូ ចា អញ្ចឹងទៅក៏យើងលួយស្ដាប់បន្តិចទៅយូរទៅយើងចេះ ចាបង ចេះហើយរៀនធ្វើតង់ធ្វើអីតាមទៅប៉ុន្តែ ចា ពីក្មេងមកតាំងពីអាយុប្រហែលដែរដែលអូនច្រៀងទៅហើយមានបងប្អូនសាច់ញាតិយើងគាត់សរសើរតាំងពីអាយុប្រហែលដែលយើងច្រៀងទៅគេថាព្រោះ 7 8ឆ្នាំហ្នឹងឯងបង 7 8ឆ្នាំ ព្រោះដូចថាមានវិធីការបងប្អូនអីអញ្ចឹងគឺខ្ញុំតែងតែឡើងច្រៀងហើយ អូ ចាឡើងច្រៀងគឺក្លាហានណាស់ ជំនួសហ្មងជំនួសអ្នកចម្រៀងហ្មង សុំគេឡើងច្រៀងហ្មង គេឡើងជាហ្មង ចា ក្លាហាន ចា អញ្ចឹង ក្លាហាន គិតទៅអូនធ្លាប់បានចូលប្រឡងជាមួយនឹងកម្មវិធីធំឬកម្មវិធីផ្សេងៗនេះ ការប្រឡងកម្មវិធីធំៗអត់ដែរទេបង បាទ ចាអត់ដែរព្រោះណាមួយយើងចប់រៀនណា បាទបាទ ចាហើយប៉ាគាត់ចាក់ស្ដែងទៅគឺគាត់អត់ចង់មានបំណងឲ្យខ្ញុំធ្វើជាអ្នកអាជីពទេ អូ អ្នកចម្រៀងអាជីពទេ មួយ ចា ហេតុអីដែរអូន គឺគាត់ឲ្យចាប់ការងារផ្សេងវិញណាបង អូ គាត់ថាខ្ញុំមានទេពកោសល្យពីកំណើត បាទ អញ្ចឹងឥឡូវហ្នឹងដោយសារយើងមាន social media អញ្ចឹងទៅ បាទ ក៏ចេះតែបង្ហើរសម្លេងជូនទស្សនិកជនអញ្ចឹងទៅ បាទ អញ្ចឹងទៅក៏មានការល្បីអីចឹងតិច គាំ តួច ទ្រ ណា បាទ ចា ចាអូនចុះសប្តាហ៍ថ្ងៃអូនធ្វើការអីគេដែរអូន សប្តាហ៍ថ្ងៃនេះខ្ញុំបម្រើការងារជាសាវនករ auditor អូ ចាចាបង ហើយធ្វើការផងរៀនផង រៀនឥឡូវហ្នឹងកំពុងតែរៀន master master ចា ចុះឆ្នាំទី1ទី2អូនរៀនបានត្រឹមឆ្នាំទីប៉ុន្មានវិញ ឆ្នាំទី4 ទី បង 4ឥឡូវចប់ឆ្នាំទី4ទេណោះ ចប់យូរហើយចប់ ចប់ តាំង ហើយអូនចូលការងារនឹងហ្មង ចាចាចប់2019 2019 ចាចា អូយប្រកែ ហើយដល់ពេលឥឡូវនេះមហាជនកំពុងតែគាំទ្រជាមួយនឹងសម្លេងប្អូនស្រីណាព្រោះកម្រមានអ្នកសម្លេងច្រៀងពីរោះចូលចិត្តបទចំនួនដើមលើកមកច្រៀងមកវិញដើម្បីឲ្យមហាជនកុំឲ្យភ្លេចនៅគេមរតកបទចម្រៀងដើមអញ្ចឹងណា ចា អញ្ចឹងសម្រាប់អូនផ្ទាល់តើមានបំណងគិតថាថ្ងៃក្រោយទៅអាចនឹងចាប់លើអាជីពចម្រៀងនេះឲ្យបង្ហាញជាមួយនឹងបទចម្រៀងថ្មីសម្រាប់ឲ្យបងប្អូនមហាជនគាត់គាំទ្រយើងបន្តទៀតទេ ចាបងដោយសារបច្ចុប្បន្ននេះគឺខ្ញុំកំពុងតែដុសខាត់បន្ថែមណា បាទ ចាហើយឥឡូវនេះគឺមានអ្នកនិពន្ធគាត់តម្លាក់បត់មកច្រើន អូ ចាគឺរៀងដែលថាអាចចារវល់ដែរ អញ្ចឹង ចារវល់ដែរថតបត់ថ្មី melody ថ្មីអីចឹងណាបងចា អូ អញ្ចឹងសរុបមកវិញថាកំពុងតែដុសខាត់បន្ថែមទោះបីជាយើងមានទេពកោសល្យពីកំណើតហើយប៉ុន្តែដុសខាត់សមាធិយើង ដើម្បីឲ្យស្ដាប់ទៅកាន់តែលងលោច ចាបង បាទ ចាហើយចង់អីអូនដាក់បទសម័យមួយឃ្លីបបាននេះ បទសម័យដែលឲ្យចូលចិត្ត ចូល ប ចិត្ត ទ ជ្ អី រៀង គេ ឲ្យជាងគេ ហើយដែលមហាជ ហើយ ន ដល់ដែលអូនចូលចិត្តណាគេដែរបទសម័យដែលអូនច្រៀងបានអីចឹងណា អូខេ